ចាសូមគោរពជំរាបសួរបងប្អូនពីសួនសាយកាហ្វាមន្ទីរមានជ័យចាជាទីស្រឡាញ់រាប់អានទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំបង្ហាញវីដេអូពីសកម្មភាពរបស់ក្រុមការងារសួនសាយកាហ្វារបស់យើងកំពុងតែចាប់កូនទាកប៉ាឃីងដាក់ជូនភ្ញៀវបងប្អូនចាហើយសម្រាប់កូនទានេះដែរគឺអត់មានស្រាប់នៅក្នុងសួនរបស់យើងទេដោយសារសុទ្ធតែភ្ញៀវគាត់កក់មុនហើយទាំងអស់ណាបងប្អូនហើយបងប្អូនខ្លះទៀតគាត់អត់ព្រមធ្វើការកក់ទេហើយគាត់ថាចាំមកទិញផ្ទាល់ចាបើបងប្អូនចេញមកផ្ទាល់គឺបងប្អូនខាតជើងហើយចាដោយសារកូនទារបស់យើងគឺទទួលការកក់មុនចាកក់មុននេះសម្រាប់រយៈពេល2សប្តាហ៍គឺដាក់ជូនបងប្អូនតែម្ដងដោយសារយើងធ្វើវ៉ាក់សាំងគ្រប់3មុខជូនបងប្អូនតែម្ដងណាចាអញ្ចឹងសូមគោរពអញ្ជើញបងប្អូនទស្សនាទាំងអស់គ្នាចានេះគឺជាសកម្មភាពផ្ទាល់នៅក្នុងសួនតែម្ដងណាចាហើយសម្រាប់ថ្ងៃនេះដែរក៏បងប្អូនដែលគាត់បានធ្វើការកក់គាត់មកយកផ្ទាល់តែម្ដងបងប្អូនចាអញ្ចឹងយើងក៏រៀបចំចាត់ជូនគាត់តែម្ដងហើយសម្រាប់ភ្ញៀវខ្លះទៀតក៏មកយកជាបន្តបន្ទាប់និងខ្លះទៀតក៏នឹងខ្ញុំដាក់តាមតាក់ស៊ីជូនចាហើយនឹងរៀបចំដាក់ផ្ញើតាមខេត្តក្រុងផ្សេងៗដែលគាត់បានកក់រួចហ្នឹងគឺទៅតាមឡានកាពីតូលបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការពូជទាកប៉ាឃីងចាជាពូជសុទ្ធដែលយើងមាននៅក្នុងសួននេះដោយដែលបងប្អូនបានឃើញស្រាប់ហើយនេះពូម៉ៅគាត់កំពុងតែរៀបចំដាក់ឲ្យភ្ញៀវចំនួន200គ្រាប់បងប្អូនចាអញ្ចឹងយើងដាក់ជូនទៅតាមក្រុមហ៊ុនហើយនឹងតាក់ស៊ីអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការបងប្អូនឆាតចូល page បានណាចាហើយសម្រាប់កូនទាដែលបងប្អូនយកទៅចិញ្ចឹមនេះបើសិនជាបងប្អូនត្រូវការលក់វិញបងប្អូនអាចទំនាក់ទំនងមកខាងសួនសាយកាហ្វាមផ្ទាល់ក៏បានណាបងប្អូនចាយើងទទួលទិញវិញទាំងអស់ណាចាទទួលទិញវិញទាំងអស់ហើយចំពោះកូនទាបើសិនជាបងប្អូនថាមានដល់មេបាថាអាចថាមានកូនលក់ហើយបងប្អូនអាចតាក់ទងមកគឺខាងនឹងខ្ញុំទទួលទិញយកវិញដូចគ្នាណាបងប្អូនចាឆ្លៀតពេលនឹងដែរក៏នឹងខ្ញុំសូមបញ្ជាក់ជូនចំពោះបងប្អូនដែលធ្វើការកក់ឬកំងកូនទាបាបារីមួយវគ្គនេះគឺអត់ទាន់មានទេណាចាហើយអ្វីដែលមានគឺមានតែទាសំពៅតៃវ៉ាន់នេះបងប្អូនចាធំល្អអាយុជិត21ថ្ងៃហើយអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការអាចកក់បានចាព្រោះទាប្រភេទទាសំពៅតៃវ៉ាន់នេះគឺទាធំបងប្អូនចាមិនមែនប្រភេទទាកាបទេណាចាអញ្ចឹងយើងបានទាំងពងបានទាំងសាច់ចាបងប្អូនទាំងអស់គ្នាហើយសម្រាប់ភ្ញៀវម្នាក់ទៀតគឺគាត់អញ្ជើញមកផ្ទាល់ដល់ក្នុងនៅសួនរបស់យើងតែម្ដងបងប្អូនចាពួកគាត់មកច្រើនលើកច្រើនសារហើយគាត់ជួនទៅគាត់កំងមន់ទៅជួនក៏កំងទាទៅហើយក៏គាត់នៅតែបន្តការគ្រប់គ្រងរហូតពួកគាត់ថាទិញទៅគឺសប្បាយចិត្តតែម្ដងព្រោះអីកូនទារបស់យើងនេះវាមានសុខភាពល្អបងប្អូនចាតែដូចជំរាបអញ្ចឹងសិតតែកក់មុនទាំងអស់ណាបងប្អូនបើសិនជាបងប្អូនអត់កក់ទេគឺយើងអត់មានលក់ជូនទេចា
ព្រោះពេលដែលវាញាស់មកគឺយើងត្រូវធ្វើវ៉ាក់សាំងគ្រប់បានដាក់ជូនបងប្អូនអញ្ចឹងអូនតម្រូវឲ្យបងប្អូនកក់មុនណាចាស្រឡាញ់កូនដល់លូចដល់ពួយតែបានច្រើនជាន់តិចណាម៉ួយពិសេសណានេះណាបាញ់លុយគ្មានជាពាក់មួយរៀលទេខាច់លុយមកមុនទៀតគ្មានខ្វល់ខ្វាយអីទេត្រូវយកឲ្យទឹកចិត្តបានហើយណាយកមិនហ៊ានណាចាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ចាអរគុណសូមគោរពលា